សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast ការអភិវឌ្ឍខ្លួនជាមួយនាងខៀមសុជាតាថ្ងៃនេះយើងមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយគឺសិល្បៈនៃការទំនាក់ទំនងធ្វើដូចម្តេចឲ្យគេចូលចិត្តនិងផ្ដល់តម្លៃឲ្យយើងបាទសួស្តីសុជាតានិងសួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំបាទសារឿនពិតជាមានសេចក្តីរីករាយណាស់ដែលបានមកចូលរួមជជែកអំពីសិល្បៈនៃការទំនាក់ទំនងនៅថ្ងៃនេះព្រោះវាជាជំនាញមួយដ៏សំខាន់បំផុតក្នុងជីវិតពិតណាស់លោកសារឿនមនុស្សជាច្រើនតែងតែសួរថាហេតុអ្វីបានជាអ្នកខ្លះនិយាយទៅគេចូលចិត្តស្ដាប់ចំណែកអ្នកខ្លះទៀតនិយាយទៅគេហាក់ដូចជាមិនសូវចាប់អារម្មណ៍តើវាមានអាតមកំបាំងអ្វីនៅពីក្រោយរឿងនេះដែរឬទេតាមពិតទៅវាមិនមែនជាអាតមកំបាំងអស្ចារ្យអ្វីទេសុជាតាចំណុចដំបូងបំផុតដែលធ្វើឲ្យគេចូលចិត្តយើងមិនមែនជាការនិយាយពូកែនោះទេប៉ុន្តែវាគឺជាការស្ដាប់ដោយយកចិត្តទុកដាក់មនុស្សគ្រប់រូបសុទ្ធតែចង់ឲ្យគេស្ដាប់និងយល់ពីខ្លួនឯងអូស្ដាប់ទៅហាក់ដូចជាងាយប៉ុន្តែការធ្វើឲ្យគេមានអារម្មណ៍ថាយើងកំពុងស្ដាប់គេពិតប្រាកដប្រហែលជាត្រូវមានបច្ចេកទេសខ្លះហើយមែនទេលោកសារឿនពិតប្រាកដណាស់ការស្ដាប់ដោយប្រើភ្នែកការងក់ក្បាលយល់ស្របនិងការមិនបង្អាក់សម្ដីគេគឺជាការផ្ដល់តម្លៃដ៏ធំបំផុតនៅពេលអ្នកស្ដាប់ដោយបេះដូងដៃគូសន្ទនានឹងមានអារម្មណ៍ថាខ្លួនគេមានតម្លៃហើយគេនឹងចាប់ផ្ដើមទុកចិត្តនិងចូលចិត្តអ្នកដោយមិនដឹងខ្លួនចូលចំណែកការបង្កើតតម្លៃខ្លួនឯងវិញធ្វើដូចម្តេចដើម្បីឲ្យគេមិនត្រឹមតែចូលចិត្តប៉ុន្តែថែមទាំងផ្ដល់តម្លៃនិងគោរពយើងទៀតនោះដើម្បីឲ្យគេផ្ដល់តម្លៃឲ្យយើងត្រូវមានគោលការណ៍និងភាពស្មោះត្រង់ការនិយាយអ្វីធ្វើនឹងនិងការចេះនិយាយពាក្យថាទេចំពោះរឿងដែលមិនត្រឹមត្រូវគឺជាការបង្ហាញពីភាពរឹងមាំនៃបុគ្គលិកលក្ខណៈរបស់យើងមនុស្សដែលយល់ព្រមតាមគេគ្រប់រឿងជួនកាលមិនត្រូវបានគេផ្ដល់តម្លៃខ្ពស់នោះទេចំណុចនេះល្អខ្លាំងណាស់មានន័យថាការមានព្រំដែនផ្ទាល់ខ្លួននិងការគោរពខ្លួនឯងជាមុនសិនទើបអ្នកដទៃគោរពយើងតាមក្រោយចុះបញ្ហាកាយវិការវិញលោកសារឿនយល់យ៉ាងណាដែរសុជាតាកាយវិការគឺជាភាសាមិនបញ្ចេញសំឡេងការញញឹមដោយភាពកក់ក្ដៅការរក្សាខ្សែភ្នែកឲ្យត្រង់និងការអង្គុយក្នុងអ៊ីរិយាបថបើកចំហាវានឹងបង្កើតបរិយាកាសស្និទ្ធស្នាលកុំភ្លេចណាស្នាមញញឹមគឺជាមេដែកឆក់យកបេះដូងមនុស្សបានលឿនបំផុតនាងខៀមយល់ស្របទាំងស្រុងពេលខ្លះគ្រាន់តែស្នាមញញឹមមួយក៏អាចរំលាយភាពតានតឹងបានដែរប៉ុន្តែលោកសារឿនតើមានកំហុសអ្វីខ្លះដែលយើងគួរជៀសវាងក្នុងការទំនាក់ទំនងកំហុសធំបំផុតគឺការអួតអាងនិងការរិះគន់ឯកដតីដើម្បីលើកតម្កើងខ្លួនឯងគ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលពូកែតែខាងរិះគន់នោះទេផ្ទុយទៅវិញចូលចេះសរសើរអ្នកដតីដោយភាពស្មោះត្រង់ការសរសើរគឺជាថ្នាំទិព្វដែលធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំពិតមែនហើយការសរសើរដោយចេញពីចិត្តពិតជាមានឥទ្ធិពលខ្លាំងណាស់ចុះបើក្នុងករណីមានការយល់ច្រឡំឬការខ្វែងគំនិតគ្នាតើយើងគួរដោះស្រាយបែបណាដើម្បីរក្សាតម្លៃរបស់យើងនៅពេលមានការយល់ច្រឡំចូលប្រើភាពស្ងប់ស្ងាត់ដើម្បីដោះស្រាយកុំតបតដោយកំហឹងការចេះទទួលស្គាល់កំហុសនិងការប្រើភាពសម្ដីទន់ភ្លន់តែមានអំណាចនឹងធ្វើឲ្យគេកាន់តែគោរពយើងចងចាំថាអ្នកដែលឈ្នះដោយសម្ដីអាចចាញ់ដោយចិត្តដូច្នេះចូលយកឈ្នះចិត្តគេវិញប្រសើរជាងជាមេរៀនដ៏មានតម្លៃមែនទែនលោកសារឿនសរុបមកវិញការទំនាក់ទំនងល្អមិនមែនជាការសម្ដែងនេះទេប៉ុន្តែវាគឺជាការចេញពីចិត្តដែលចង់ផ្ដល់តម្លៃឲ្យអ្នកដទៃបាទសុជាតាបើអ្នកចង់ឲ្យគេស្រឡាញ់ចូលស្រឡាញ់គេមុនបើចង់ឲ្យគេផ្ដល់តម្លៃឲ្យចូលផ្ដល់តម្លៃឲ្យគេនិងខ្លួនឯងជាមុនវានឹងត្រឡប់មកវិញដោយឯកឯងអរគុណលោកសារឿនខ្លាំងណាស់សម្រាប់ការចែករំលែកដ៏អស្ចារ្យនៅថ្ងៃនេះនាងខៀមជឿជាក់ថាប្រិយមិត្តអ្នកស្ដាប់ប្រកាសជាទទួលបានគន្លឹះល្អៗដើម្បីយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃបាទសូមអរគុណសុជាតានិងសូមជូនពរឲ្យអ្នកស្ដាប់ទាំងអស់គ្នាមានទំនាក់ទំនងដ៏ល្អនិងពោរពេញដោយក្តីស្រឡាញ់ជាចុងក្រោយសូមអរគុណបងប្អូនដែលបានចំណាយពេលស្ដាប់កុំភ្លេចតាមដានកម្មវិធីរបស់យើងនៅសប្ដាហ៍ក្រោយទៀតសម្រាប់ពេលនេះនាងខៀមសុជាតានិងលោកសារឿនសូមជម្រាបលា